ជំរាបសួរសួស្តីបងប្អូនអ្នកស្រឡាញ់វិស័យបវរកញ្ញាទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកពីប្រវត្តិសង្ខេបតាក់ទងទៅនឹងការប្រកួតសម្រស់របស់បវរកញ្ញាចក្រវាឡកម្ពុជា9ជំនាន់មកឲ្យបងប្អូនទាំងអស់គ្នាបានស្គាល់និងដឹងពីការតស៊ូរបស់ពួកគាត់ប៊ីសធារីកើតនៅថ្ងៃទី3ខែមេសាឆ្នាំ1998នៅរាជធានីភ្នំពេញនាងមានកម្ពស់ 1.75 m នាងគឺជា model បវរកញ្ញានិងជាតារាសម្ដែងផងដែរសុធារីមានបងប្អូន4នាក់ហើយនាងគឺជាកូនទី3ម្ដាយរបស់នាងគឺជាអ្នកដែលគាំទ្រនាងខ្លាំងជាងគេហើយគាត់ក៏ជាអ្នកដែលនាំសុធារីទៅចុះឈ្មោះចូលរៀនដើមម៉ូដផងដែរសុធារីគឺជាមនុស្សដែលរុះរាយរាក់ទាក់ការនិយាយស្ដីទន់ភ្លន់និងគួរឲ្យស្រឡាញ់នាងមានគោលដៅ2គឺចង់ធ្វើឲ្យគេទទួលស្គាល់វិស័យ model និងបវរកញ្ញាសុធារីចង់ឲ្យវិស័យសិល្បៈដើរទន្ទឹមគ្នាគឺគ្រប់វិស័យទាំងអស់មិនថាពិធីករតួសម្ដែងតារាចម្រៀង model ឲ្យពួកគាត់មានការងារស្មើគ្នានិងឲ្យតម្លៃស្មើគ្នាការចាប់ផ្ដើមបោះជំហានលើវិស័យប្រកួតសម្រស់ដំបូងរបស់ប៊ីសុធារីគឺស្ថិតនៅក្នុងវ័យ14ឆ្នាំហើយនាងបានចូលរួមប្រកួតនៅក្នុងកម្មវិធី Cambodia New Star Model Contest ដែលធ្វើឡើងនៅក្នុងចុងឆ្នាំ2012នៅក្នុងការប្រកួតនេះសុធារីទទួលបានជ័យលាភីលេខ2និងបានតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសកូរ៉េខាងត្បូងនៅដើមឆ្នាំ2013ដែលមានជាង10ប្រទេសចូលរួមអ្វីត្បិតតែជំហានដំបូងដណ្ដើមមកុដមិនបានមកវិញប៉ុន្តែសុធារីទទួលបានបទពិសោធន៍យ៉ាងច្រើនដែលជានាវានាំឲ្យរូបនាងឈ្មោះទៅប្រកួតកម្មវិធីសម្រស់បន្តទៀតទាំងថ្នាក់ជាតិនិងអន្តរជាតិនៅក្នុងឆ្នាំ2013ដដែលសុធារីបានចូលរួមប្រកួតកម្មវិធី Miss Tourism Queen Cambodia 2013ដោយជាប់ជ័យលាភីលេខ2និងទទួលបានពានរង្វាន់បេក្ខនារីដែលថតរូបស្អាតជាងគេនៅក្នុងឆ្នាំ2013ដដែលសុធារីបានចូលរួមប្រកួតនៅក្នុង Miss Tourism Cambodia 2013ដោយទទួលបានជ័យលាភីលេខ1និងត្រូវចេញទៅប្រកួតនៅឆាកអន្តរជាតិនៅក្នុងកម្មវិធី Miss Tourism International នៅឯប្រទេសម៉ាឡេស៊ីតែដោយសារតែការនោះនាងមិនទាន់គ្រប់អាយុពេញលេញស្របទៅតាមលក្ខន្តិកៈនៃកម្មវិធីអន្តរជាតិសុធារីក៏ត្រូវបានបវរកញ្ញាជ័យលាភីលេខ2ចេញមុខទៅប្រកួតជំនួសវិញទោះជាយ៉ាងណាមិនបានប្រមាណថ្ងៃផងសុធារីក៏ត្រូវបានប្រទេសថៃអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីមួយទៀតគឺ Miss Asian តែនាងមិនទទួលបានតំណែងណាមួយឡើយមិនតែប៉ុណ្ណោះនៅក្នុងឆ្នាំ2013និងឆ្នាំ2014សុធារីត្រូវបានជ្រើសរើសតំណាងជា model កម្ពុជាទៅចូលរួមនិងទទួលពាននៅក្នុងកម្មវិធីមួយនៅក្នុងទីក្រុងសៃហ្គនប្រទេសវៀតណាមគឺនៅក្នុងកម្មវិធី Winner Fashion Night ដែលនៅក្នុងឆ្នាំ2014នេះដដែលសុធារីក៏បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss South Asia ដែលធ្វើឡើងនៅក្នុងប្រទេសថៃដោយទទួលបានពានរង្វាន់បេក្ខនារីដែលស្លៀកឈុតសូត្រស្អាតជាងគេនិងពានរង្វាន់បេក្ខនារីដែលស្លៀកឈុតស្រមោលសស្អាតជាងគេហើយពានរង្វាន់ទាំងពីរនេះហើយដែលជំរុញទឹកចិត្តសុធារីឲ្យកាន់តែចង់ចូលរួមប្រកួតនៅក្នុងកម្មវិធីផ្សេងទៀតខ្លាំងឡើងចូលមកដល់ក្នុងឆ្នាំ2015សុធារីក៏បានចូលរួមប្រកួតនៅក្នុងកម្មវិធី Super Model International ដែលធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីនដែលមានបេក្ខនារីជាង40ប្រទេសចូលរួមនៅក្នុងនោះនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនាងត្រូវបានប្រកាសឈ្មោះជាប់ជាជ័យលាភីលេខ3ហើយនេះក៏ជាលើកទី1ដែរដែលនាងជាប់ជ័យលាភីនៅលើឆាកអន្តរជាតិតាមរយៈការខិតខំប្រឹងប្រែងកន្លងមកចូលដល់ឆ្នាំ2016សុធារីក៏បានចូលរួមប្រកួតថ្នាក់ជាតិធំជាងគេគឺកញ្ញាឯកកម្ពុជាឆ្នាំ2016ដោយឈ្នះជ័យលាភីលេខ1និងទទួលបានពានរង្វាន់ដល់ទៅ5ស្ទួនគ្នាដែលរួមមានពានរង្វាន់បេក្ខនារីដែលក្រុងឈុតប្រពៃណីស្អាតជាងគេពានរង្វាន់បេក្ខនារីក្រុងឈុតជប់លៀងស្អាតជាងគេបេក្ខនារីក្រុងឈុតស្រមោលសស្អាតជាងគេបេក្ខនារីដែលក្រុងឈុតប្រពៃណីស្អាតជាងគេនិងពានរង្វាន់ចុងក្រោយគឺបេក្ខនារីដែលមានសក់ស្អាតជាងគេនៅក្នុងឆ្នាំ2017សុធារីបានបំពេញបំណងរបស់ខ្លួនឯងមួយគឺបានចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជាហើយនាងក៏បានក្លាយទៅជាបវរកញ្ញាដែលតំណាងឲ្យកម្ពុជាដំបូងគេចេញទៅប្រកួតនៅក្នុងកម្មវិធីអន្តរជាតិដ៏ធំដែលធ្វើឡើងនៅអាមេរិកប៉ុន្តែជាលទ្ធផលគឺនាងមិនទទួលបានតំណែងណាមួយឡើយហើយបើទោះបីជាមិនទទួលតំណែងឬក៏ជ័យលាភីយ៉ាងណាក្តីតែនេះគឺជាមោទនភាពខ្លាំងបំផុតព្រោះយ៉ាងហោចណាស់ក៏មានឈ្មោះកម្ពុជាលេចឡើងលើឆាកអន្តរជាតិដែរ
ក្នុងឆ្នាំ2018 សធារីបានចូលរួមដើរបង្ហាញម៉ូដឲ្យកម្មវិធីធំមួយនៅប្រទេសហ្វីលីពីននិងមកដល់ឆ្នាំ2019នាងទៅទទួលពានជាតារាបង្ហាញម៉ូដប្រចាំប្រទេសកម្ពុជានៅក្នុងកម្មវិធី Asia Model Festival Seoul ដែលធ្វើឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េចូលមកដល់ក្នុងឆ្នាំ2023សធារីបានតំណាងចេញទៅប្រកួតនៅក្នុងកម្មវិធី Miss Charm International នៅឯទីក្រុងសៃហ្គនប្រទេសវៀតណាមដោយនាងទទួលបានពានរង្វាន់មួយគឺឈុតតំណាងជាតិដែលស្អាតបំផុតនៅក្នុងឆ្នាំ2024សធារីក៏បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ2024និងបានក្លាយទៅជាម្ចាស់មង្គតដែលនឹងតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិហើយមុនទទួលបានមង្គត Miss Grand Cambodia ឆ្នាំ2024សធារីគឺជាម្ចាស់ជ័យលាភី Miss Grand កំពង់ឆ្នាំងទើបឡើងមកប្រកួត Miss Grand Cambodia ឆ្នាំ2024និងទទួលបានជ័យលាភីដោយការរំពឹងទុកទៀតនៅក្នុងឆ្នាំនោះដែរប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះហើយក៏មានបញ្ហាចម្រូងចម្រាសគ្នាជាច្រើនទើបធ្វើឲ្យសធារីប្រកាសមិនបន្តចូលរួមប្រកួតនៅក្នុងកម្មវិធីអន្តរជាតិមួយនេះទេហើយនេះគឺជាការសម្រេចចិត្តរបស់នាងដោយផ្ទាល់ដោយសារតែការមើលឃើញពីទង្វើមិនគោរពរបស់ក្រុមការងារ MGI ធ្វើមកដាក់ក្រុមការងាររបស់ប្រទេសកម្ពុជាទង្វើដែលបានធ្វើដាក់មកលើក្រុមការងារកម្ពុជានេះពេលនោះធ្វើឲ្យសធារីពិបាកទទួលយកមែនទែនដែលជាទង្វើអសិលធម៌មិនគោរពនិងបំបាក់មុខប្រជាពលរដ្ឋនិងប្រទេសជាម្ចាស់ផ្ទះជាខ្លាំងចូលមកដល់ក្នុងឆ្នាំ2025សធារីក៏បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Cosmo Cambodia 2025សធារីបានបញ្ជាក់ឲ្យដឹងដែរថាអ្វីដែលនាងសុំពេលនេះគឺក្តីស្រឡាញ់ជំនឿចិត្តនិងឱកាសពីបងប្អូនខ្មែរគ្រប់រូបឲ្យជឿជាក់លើនាងម្ដងទៀតដើម្បីឲ្យនាងបន្តដំណើរទៅមុខដោយយកសមត្ថភាពទៅប្រកួតដើម្បីដណ្ដើមមង្គត Miss Cosmo Cambodia 2025ប៉ុន្តែជាលទ្ធផលនៅក្នុងវគ្គផ្ដាច់ព្រាត់សធារីទទួលបានតំណែងត្រឹមលំដាប់រងទី1តែប៉ុណ្ណោះហើយមកដល់ពេលនេះសធារីក៏មិនទាន់ប្រកាសថានឹងចូលរួមប្រកួតនៅក្នុងកម្មវិធីណាមួយទៀតឡើយរណាតកើតនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1995នាងមានកម្ពស់ 1.70 m នាងមានស្រុកកំណើតនៅខេត្តកំពង់ចាមរណាតគឺជាតារាបង្ហាញម៉ូដនិងតារាសម្ដែងហើយនាងធ្លាប់ធ្វើការជា DJ នៅ Visu ABC Cambodia នៅក្នុងឆ្នាំ2017រណាតជាកូនស្រីពៅនៅក្នុងគ្រួសារនៅក្នុងចំណោមបងប្អូន3នាក់ដែលសុទ្ធសឹងតែជាស្រីនិងមានម្ដាយតែម្នាក់ជាបង្គោលនៅក្នុងគ្រួសារតាំងពីដឹងក្តីមករណាតបានក្លាយទៅជាអ្នករ៉ាប់រងបន្ទុកគ្រួសារដែលនៅក្នុងវ័យ13ឆ្នាំនាងបានឡើងមកទីក្រុងភ្នំពេញដើម្បីដេញតាមក្តីស្រមៃរណាតត្រូវរៀនផងធ្វើការផងដែលធ្វើឲ្យនាងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សានោះទេដូច្នេះទើបនាងរៀនចប់ត្រឹមតែថ្នាក់ទី12តែប៉ុណ្ណោះនៅវិទ្យាល័យទួលទំពង់នៅក្នុងឆ្នាំ2018រណាតបានបោះជំហានលើឆាកការប្រកួតសម្រស់ដ៏ធំលំដាប់ប្រទេសគឺកម្មវិធី Miss Universe Cambodia 2018ទាំងដែលមិនមានការគាំទ្រពីសមាជិកគ្រួសារណាម្នាក់ឡើយទីបំផុតរណាតអាចធ្វើបានមែនដោយនាងបានឈ្នះមង្គត Miss Universe Cambodia ឆ្នាំ2018និងត្រូវបាននាំយកទង់ជាតិប្រជាណាចក្រកម្ពុជាជាមួយនឹងឆន្ទៈដ៏អង់អាចទៅកាន់ឆាកប្រកួតអន្តរជាតិដែលត្រូវធ្វើឡើងនៅក្នុងប្រទេសថៃនៅលើឆាកអន្តរជាតិរណាតមិនទទួលបានតំណែងណាមួយឡើយតែអ្វីបិទតែមិនទទួលបានជោគជ័យក៏ពិតមែនតែក្រោយការវិលត្រឡប់ពីការប្រកួតវិញទីផ្សារការងារសិល្បៈរបស់នាងផ្ទុះឡើងយ៉ាងខ្លាំងស្ទើរតែរកពេលសម្រាប់គ្មាននាងចាប់ផ្ដើមលេចមុខនៅក្នុងវិស័យភាពយន្តកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ2019នៅក្នុងឆ្នាំ2025រណាតបានរៀបការជាមួយមនុស្សជាទីស្រឡាញ់តាមបែបបច្ឆិមប្រទេសនៅសហរដ្ឋអាមេរិកបច្ចុប្បន្ននាងបានលាឈប់ពីសិល្បៈហើយរស់នៅសហរដ្ឋអាមេរិកជាមួយនឹងស្វាមីសំណាងអេលេណាកើតនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2001នៅរាជធានីភ្នំពេញប្រទេសកម្ពុជាអេលេណាមានកម្ពស់ 1.70 m នាងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រនិងអាចប្រើប្រាស់បានដូចជាភាសាខ្មែរអង់គ្លេសបានយ៉ាងស្ទាត់ជំនាញនៅក្នុងឆ្នាំ2017អេលេណាបានចូលរួមប្រកួតនៅក្នុងកម្មវិធី
World Miss Universe Cambodia 2017 ដែលមានបេក្ខនារីចូលរួមប្រកួត20នាក់ Elena បានទទួលតំណែងជាលំដាប់រងទី1 នៅក្នុងឆ្នាំដដែល Elena ត្រូវបានតំណាង World Miss Universe Cambodia 2017 បន្តទៅកាន់វគ្គផ្ដាច់ព្រាត់ពិភពលោកដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយជាលទ្ធផលនៅឆាកអន្តរជាតិគឺនាងទទួលបាន Top 16 នៅក្នុងឆ្នាំ2019 Elena បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe Cambodia ដែលនាងទទួលបានជ័យលាភីនិងត្រូវតំណាងប្រទេសកម្ពុជាទៅប្រកួតនៅឯឆាកអន្តរជាតិនៅក្នុងឆ្នាំដដែល Elena ត្រូវបានអញ្ជើញធ្វើជាគណៈកម្មការនៅក្នុងវគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធី Mr. Philippines ដែលជាកម្មវិធីល្បីមួយនៅក្នុងការជ្រើសរើសបុរសឯកប្រចាំប្រទេសហ្វីលីពីនElena បានចាក់ចែងពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនដែលមិនត្រឹមតែធ្វើជាគណៈកម្មការនោះទេថែមទាំងទៅដើម្បីធ្វើការហ្វឹកហាត់និងពង្រឹងសមត្ថភាពបន្ថែមត្រៀមចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe 2019 ផងដែរតែជាលទ្ធផលនៅក្នុងការប្រកួតនៅឆាកអន្តរជាតិនាងមិនទទួលបានតំណែងណាមួយឡើយនៅក្នុងឆ្នាំ2023 Elena ត្រូវបានជ្រើសរើសឲ្យក្លាយជា Miss International Cambodia 2023និងត្រូវតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៅក្នុងប្រទេសជប៉ុនខណៈដែលកំពុងធ្វើការហ្វឹកហាត់ត្រៀមចេញទៅប្រកួតដណ្ដើមអង្គត់នៅលើឆាកអន្តរជាតិ Elena ក៏បានរៀបរាប់នៅលើ Page Miss International ថានៅពេលខ្ញុំមានអាយុ19ឆ្នាំខ្ញុំមានកិត្តិយសនៅក្នុងការតំណាងប្រទេសរបស់ខ្ញុំនៅក្នុងកម្មវិធីប្រកួតអន្តរជាតិជាមួយនឹងពេលវេលានេះខ្ញុំបានធ្វើការជាមួយនឹង Nagavel ទៅលើគម្រោង CSR របស់ខ្លួនដែលនឹងទៅទស្សនកិច្ចសាលាបឋមសិក្សាចំនួន50ដើម្បីលើកទឹកចិត្តសិស្សក្មេងៗឲ្យខិតខំលើការសិក្សាពេលនោះខ្ញុំគឺជានិស្សិតសាកលវិទ្យាល័យដែលតម្រូវឲ្យខ្ញុំតស៊ូគ្រប់គ្រងពេលវេលារបស់ខ្ញុំទៅលើការសិក្សាផងនិងការកាន់តំណែងផងព្រមទាំងមតិតស៊ូរបស់ខ្ញុំផងដែរយ៉ាងណាពេលនេះខ្ញុំក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិខ្ញុំបានរកឃើញខ្លួនឯងនៅលើវិថីមួយជាមួយនឹងភារកិច្ចនិងការទទួលខុសត្រូវថ្មីជាបវរកញ្ញាអន្តរជាតិកម្ពុជាឆ្នាំ2023ដោយដែលខ្ញុំបានបណ្ដុះគំនិតនៅក្នុងចិត្តរបស់ខ្ញុំនិងការតស៊ូមតិរបស់ខ្ញុំគឺការអប់រំយុវជនខ្ញុំបានកាន់តួនាទីជាទូតសុឆន្ទៈនៃសេចក្តីស្រឡាញ់ដែលគ្មានព្រំដែនដែលវាគឺជាគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថាក្តីសុបិនធំសម្រាប់ការអប់រំកុមារគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីរៀននិងរីកចម្រើនដែលមានគោលដៅទៅតាមតំបន់នៃជនបទនៃប្រទេសកម្ពុជាជាប់ព្រំដែនថៃករណីភាពក្រីក្រគឺជាបន្ទុកនៃការតស៊ូប្រចាំថ្ងៃនៅក្នុងរយៈពេល5ឆ្នាំកន្លងមកនេះកម្មវិធីអប់រំនៃសេចក្តីស្រឡាញ់គ្មានព្រំដែនកំណត់បានរីកចម្រើនលើសលប់សម្រាប់បំពេញតម្រូវការរបស់កុមារនៅភូមិជនបទនៃភាគខាងលិចនៃប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះសិស្សជាង700នាក់បានចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីសិក្សារបស់យើងដែលពួកគេទទួលបានការអប់រំប្រកបដោយគុណភាពនិងការគាំទ្រផ្សេងៗជាដើមចុងក្រោយជាលទ្ធផលនៅលើឆាកអន្តរជាតិ Elena គឺមិនបានចូល Top ណាមួយនៅក្នុងការប្រកួត Miss International 2023នោះទេត្បិតតែយ៉ាងនេះក៏ពិតមែន Elena ក៏នៅតែទទួលបានការគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជាដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នៅអរិយធម៌វប្បធម៌ខ្មែរប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះមិនប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីការប្រកួតចប់នៅលើឆាកអន្តរជាតិស្រាប់តែ Page ផ្លូវការរបស់កម្មវិធី Miss International បានបង្ហោះជាសាធារណៈដែលមានកម្ពុជាយើងជាប់នៅក្នុង Top 7 នៅក្នុង Best International Costume Miss International ឈុតកម្ពុជាដែល Elena យកទៅបង្ហាញនៅក្នុងកម្មវិធី Miss International 2023គឺមានឈ្មោះថាឈុតរាជនីលង្វែកដែលជាឈុតតំណាងឲ្យនាងក្រពុំឈូកបុត្រីរបស់ព្រះបាទចន្ទរាជានាងគឺជានារីដែលល្អឯកសម្រស់គ្មានពីរលើសកំពូលនារីនៅក្នុងនគរនាសម័យនោះហើយឈុតតំណាងជាតិនេះគឺត្រូវបានច្នៃឡើងដោយទឹកគ្រឿងក្រោយមកទៀត Page នេះក៏បានបញ្ចេញរូបថតនិងបញ្ជីឈ្មោះបេក្ខនារីកំពូលទាំង20រូបដោយនៅក្នុងនោះមានកម្ពុជាឈរនៅក្នុងលេខរៀងទី16ទីបំផុតកម្ពុជាបង្កើតប្រវត្តិសាស្ត្របានហើយធ្វើ
វីត្បិតតែយើងមិនបានឮឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិប៉ុន្តែយើងឃើញកម្ពុជាឈរនៅក្នុងកម្រិតកំពូល20នាក់នៃបញ្ជីឈ្មោះហើយមកដល់ពេលនេះមិនទាន់លេចលឺដំណឹងថាអេលីណានឹងចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ណាមួយឡើយបច្ចុប្បន្នអេលីណាក៏មានការងារសិល្បៈជាច្រើននៅក្នុងនោះមានទាំងការងារសម្ដែងថតស្ពតពាណិជ្ជកម្មផ្សេងៗព្រមទាំងការងារជាពិធីការនីនៅក្នុងកម្មវិធីផ្សេងៗទៀតផងដែររ៉េតសារីតាកើតនៅថ្ងៃទី22ខែធ្នូឆ្នាំ1994នាងមានកម្ពស់ 1.65 m សារីតាមានអាជីពជាតួសម្ដែងនៅក្នុងភាពយន្តខ្នាតធំស្ពតពាណិជ្ជកម្មនិងវីដេអូអប់រំសុខភាពបន្តពូជជាពិធីការនីនិងជាអ្នកដឹកនាំផលិតមាតិកាផ្សេងៗសារីតាបានបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅសាលា Francais Descartes សាលាបារាំងនិងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រនៅវិទ្យាស្ថានវណ្ណដានិងថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្រៅពីភាសាខ្មែរសារីតាចេះនិយាយភាសាថៃអង់គ្លេសនិងបារាំងយ៉ាងស្ទាត់ជំនាញសារីតាកំព្រាម្ដាយតាំងពីនាងមានអាយុ6ឆ្នាំប៉ុន្តែត្រូវបានប្តីប្រពន្ធមួយគូដែលប្តីជាជនជាតិបារាំងនិងប្រពន្ធជាជនជាតិខ្មែរកាន់អាមេរិកសុំនាងធ្វើជាកូនចិញ្ចឹមនិងផ្ដល់ការផ្គត់ផ្គង់ឲ្យរៀនសូត្រតាំងពីពេលនោះមកយ៉ាងណាក៏ដោយសារីតានៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងឪពុកបង្កើតដែលជាជនជាតិខ្មែរដែលសពថ្ងៃជាយោធិនចូលនិវត្តន៍រស់នៅក្នុងខេត្តតាកែវនៅក្នុងឆ្នាំ2020សារីតាបានចូលរួមប្រកួតកម្មវិធី Miss Universe Cambodia 2020ហើយដែលការចូលរួមប្រកួតនេះមិនមែនជារឿងចៃដន្យសម្រាប់នាងនោះទេគឺនាងបានត្រៀមខ្លួនមុន2ឆ្នាំមកហើយនៅក្នុងកម្មវិធីប្រកួតនាងបានជ្រើសរើសយកការតស៊ូមតិលើប្រធានបទសុខភាពបន្តពូជដោយសារតែប្រធានបទនោះមិនទាន់ទូលំទូលាយនៅក្នុងប្រទេសកម្ពុជាហើយមានស្ត្រីជាច្រើននៅតាមជនបទគឺគាត់មិនទាន់យល់ច្បាស់លាស់ពីបញ្ហាសុខភាពបន្តពូជហើយនាងយល់ថាជាពិសេសអ្នកដែលមានវ័យប្រហែលនឹងនាងគឺគាត់ជួបប្រទះជាមួយនឹងបញ្ហាមួយដែលគាត់តែងតែធ្វើការប្រៀបធៀបអ្វីដែលគាត់មើលឃើញនៅលើបណ្ដាញសង្គមអ្វីដែលគាត់មើលឃើញនៅលើអេក្រង់ទូរស័ព្ទសារីតាចង់ក្លាយទៅជាបវរចក្រវាលដោយសារតែនាងចង់លុបបំបាត់អ្វីដែលគ្រប់គ្នាមួយចំនួនធំតែងគិតថាពាក្យថាបវរកញ្ញាគឺត្រូវតែមានរូបរាងស្អាតដងខ្លួនស្រឡូនខ្ពស់ល្អឥតខ្ចោះពីក្បាលដល់ចុងជើងប៉ុន្តែនាងចង់ផ្លាស់ប្ដូរការគិតបែបនេះគឺនាងចង់ឲ្យផ្ដោតទៅលើសមត្ថភាពមនុស្សស្រីម្នាក់ជាជាងការមើលទៅលើរូបរាងខាងក្រៅហើយនាងប្រើប្រាស់រយៈពេល2ឆ្នាំជាងដើម្បីហ្វឹកហាត់ស្វែងយល់ពីកម្មវិធីសារីតាស្រឡាញ់កម្មវិធីប្រកួតបវរកញ្ញាយូរហើយនាងគិតថាបើសិនជានាងមិនចូលប្រឡូកនាងនៅតែសង្ស័យខ្លួនឯងថាចុះបើនាងចូលទៅលទ្ធផលនឹងទៅជាបែបណាបើសិនជានាងធ្លាក់នាងបានបទពិសោធន៍បើសិនជានាងជាប់នាងនឹងសាទរទៅលើខ្លួនឯងជាលទ្ធផលនៅលើឆាកអន្តរជាតិសារីតាបានប្រឹងប្រែងអស់ពីសមត្ថភាពតែនាងមិនជាប់នៅក្នុងតំណែងណាមួយឡើយនៅក្នុងការប្រកួត Miss Universe ឆ្នាំ2020តែទោះបីជាខកខានឱកាសនេះក្តីនាងនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនខ្មែរហើយនាងបានបដិញ្ញាបន្តសកម្មភាពសង្គមនិងការងារសិល្បៈជាតារាសម្ដែងនិងជាតារាបង្ហាញម៉ូដនៅក្នុងឆ្នាំ2025សារីតាបានរៀបការជាមួយមនុស្សជាទីស្រឡាញ់ហើយការរៀបអាពាហ៍ពិពាហ៍របស់នាងគឺបានរៀបចំធ្វើឡើងនៅក្នុងខេត្តសៀមរាបដែលជាចំណែកមួយនៅក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ខ្មែរផងដែរងិនម៉ារ៉ាឌីកើតនៅថ្ងៃទី27ខែតុលាឆ្នាំ1999នៅក្នុងរាជធានីភ្នំពេញនាងមានកម្ពស់ 1.65 m នៅក្នុងគ្រួសារនាងមានបងប្អូនបង្កើត3នាក់ហើយនាងគឺជាកូនស្រីច្បងឪពុករបស់នាងគឺជាវេជ្ជបណ្ឌិតឯម្ដាយរបស់នាងគឺជាមេផ្ទះម៉ារ៉ាឌីមានឈ្មោះហៅក្រៅថារ៉ូសានាងគឺជាតារាបង្ហាញម៉ូដតារាសម្ដែងនិងជាពិធីការនីផងដែរម៉ារ៉ាឌីអាចនិយាយបាន3ភាសាដូចជាភាសាខ្មែរអង់គ្លេសនិងថៃនាងសិក្សាមុខជំនាញទំនាក់ទំនងអន្តរជាតិនិងសង្ឃឹមថាអាចជំរុញនិងលើកទឹកចិត្តអ្នកវិនិយោគមកវិនិយោគឲ្យបានកាន់តែច្រើននៅក្នុងប្រទេសហើយក៏អាចជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនទៅតាមនោះដែរ
នាងមានបទពិសោធន៍ជាអ្នកបង្កើតមាតិកាផ្នែកសង្គមនិងជំនួញទាំងក្នុងនិងក្រៅស្រុកហើយក៏ជាអ្នកសរសេររឿងប្រឡោមលោកផងដែរកាលពីតូចម៉ារ៉ាឌីចូលចិត្តការរាំខ្លាំងណាស់នាងចាប់ផ្ដើមចេញរកការងារធ្វើតាំងតែពីនាងមានអាយុ14ឆ្នាំហើយកាលនោះនាងចាប់ផ្ដើមការងារនៅស្ថានីយ៍ទូរទស្សន៍ដើម្បីអាចទទួលបានកម្រៃខ្លះៗមកផ្គត់ផ្គង់ការសិក្សាតម្រូវការប្រចាំថ្ងៃក៏ដូចជាអាចជួយគ្រួសារបានមួយចំនួនផងដែរនៅក្នុងឆ្នាំ2016 Maradi គឺជាពិធីការនីមួយរូបនៅក្នុងកម្មវិធី Revlon Face to Face ហើយនៅក្នុងឆ្នាំដដែលនាងក៏បានឱកាសទៅដល់ប្រទេសសិង្ហបុរីនិងប្រទេសម៉ាឡេស៊ីដែរនៅក្នុងឆ្នាំ2021 Maradi បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe Cambodia ហើយបានឈ្នះមង្គតនិងត្រូវតំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Universe ឆ្នាំ2021នៅប្រទេសអ៊ីស្រាអែលមូលហេតុធំដែលនាំចិត្តនាងចូលរួមប្រកួតនៅក្នុងកម្មវិធីនេះក៏ដោយសារតែនាងចង់បញ្ឈប់ការរើសអើងក្រុមស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាមួយវិញទៀតនាងចង់ឲ្យគ្រប់គ្នាចងចាំថាអ្នកមានភាពជាអ្នកជាមនុស្សអស្ចារ្យព្រោះអ្នកគឺជាម្ចាស់តែមួយគត់សម្រាប់ផ្នត់គំនិតនិងការយល់ឃើញគ្រប់យ៉ាងរបស់អ្នកជាលទ្ធផលនៅក្នុងឆាកអន្តរជាតិ Maradi មិនទទួលបានតំណែងណាមួយឡើយអ្វីត្បិតតែមិនទទួលបានបំបីកំណត់ត្រាកម្ពុជាចូលនៅក្នុងវគ្គ Top ក៏ពិតមែនប៉ុន្តែនាងបានស្រូបទាញចិត្តមនុស្សយ៉ាងច្រើនកកកក្រោយបង្ហាញឲ្យពិភពលោកឃើញពីភាពស្រស់ស្អាតភាពក្លាហានអង់អាចរបស់ស្ត្រីខ្មែរនៅក្នុងការប្រកួតប្រជែងទោះបីស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយក៏នាងនៅតែញញឹមទទួលយកការពិតហើយនឹងបោះជំហានទៅមុខប្រកបដោយទំនុកចិត្តនិងភាពជឿជាក់លើខ្លួនឯងងិន Maradi មិនត្រឹមតែជាបវរកញ្ញាដែលមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែនាងក៏ត្រូវបានចាត់ទុកថាជាគំរូដ៏ល្អមួយសម្រាប់ស្ត្រីខ្មែរជំនាន់ក្រោយផងដែរក្រុមអ្នកតាមដានបវរកញ្ញាខ្មែរក៏បាននិយាយដែរថា Maradi គឺជាមនុស្សស្រីម្នាក់ដែលធ្វើឲ្យគេចូលចិត្តស្ដាប់ការនិយាយរបស់នាងព្រោះពាក្យពេចន៍ដែលនាងបាននិយាយប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌និងជាគំរូដ៏ល្អសម្រាប់សង្គមហើយនាងគឺមានភាពស្រស់ស្អាតមួយចេញពីក្នុងចិត្តរបស់នាងដែលមិនមានថ្ងៃសាបសូន្យនៅពេលដែលនាងឈ្នះមង្គត Miss Universe Cambodia ឆ្នាំ2021ក៏មានមតិរិះគន់ជាច្រើនមកកាន់នាងតែនាងពុំមានការតបតទៅវិញនោះឡើយអ្វីដែលនាងធ្វើនោះគឺអភិវឌ្ឍខ្លួនឯងឥតឈប់ឈររហូតដោយមានការទទួលស្គាល់ពីអ្នករិះគន់ពីនាងMaradi ក៏បានប្រកាសដែរថានាងនឹងមិនចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ផ្សេងទៀតនោះទេដោយសារតែនាងស្រឡាញ់ Title Miss Universe នេះខ្លាំងបំផុតនៅក្នុងឆ្នាំ2023 Maradi បានរៀបការជាមួយនឹងបុរសដែលនាងស្រឡាញ់ហើយបច្ចុប្បន្ននាងមានកូនម្នាក់និងបំពេញតួនាទីជាម្ដាយយ៉ាងយកចិត្តទុកដាក់ដែលធ្វើឲ្យសកម្មភាពសិល្បៈហាក់មានការរយាលបន្តិចប៉ុន្តែនាងនៅតែទទួលបានការគាំទ្រខ្លាំងពីមហាជននាងមានគម្រោងផ្លាស់ប្ដូរទីលំនៅទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងស្វាមីផងដែរហងម៉ានីតាកើតនៅថ្ងៃទី7ខែកញ្ញាឆ្នាំ1998នាងមានកម្ពស់1.67 ម៉ែត្រនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៅសាលា KMED Business School សប្តាហ៍ថ្ងៃនាងកំពុងតែបំពេញការងារនៅក្នុងក្រុមហ៊ុនមួយហើយក៏ជាតារាសម្ដែងនិងជាតារាបង្ហាញម៉ូដផងដែរម៉ានីតាមានម្ដាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងហើយកើតនិងធំធាត់នៅលើទឹកដីកម្ពុជានាងមានសមត្ថភាពនិយាយបាន4ភាសាគឺភាសាខ្មែរបារាំងអង់គ្លេសនិងអេស្ប៉ាញនៅក្នុងឆ្នាំ2015 Manita បានកាន់តំណែងជា Miss Tourism Cambodia 2015ហើយនៅក្នុងឆ្នាំ2016 Manita បានតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Tourism Metropolitan International 2016នៅរាជធានីភ្នំពេញហើយជាលទ្ធផលនាងជាប់ជាលំដាប់រងទី2នៅក្នុងឆ្នាំ2022Manita បានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe Cambodia ឆ្នាំ2022និងបានជាប់ជ័យលាភីត្រូវតំណាងប្រទេសទៅប្រកួតនៅឆាកអន្តរជាតិក្រៅពីឈ្នះមង្គតបវរកញ្ញាចក្រវាឡ Cambodia Manita ទទួលបានពានរង្វាន់ដល់ទៅ2ថែមទៀតគឺ Best in Introduction Number និង Beyond Beautiful Smile ជោគជ័យដែល Manita ទទួលបានគឺពោរពេញទៅដោយការសាទរយ៉ាងខ្លាំងពីសំណាក់មហាជនព្រោះសមត្ថភាពនិងទេពកោសល្យនាងមានគ្រប់គ្រាន់សម្រាប់តំណែងមួយនេះ
អ្វីដែលពិសេសកិត្តិនាមរបស់នាងសូម្បីតែ website សារព័ត៌មានបរទេសក៏ភ្ញាក់ផ្អើលនឹងកោតសរសើរភាពអស្ចារ្យនេះដែរហងម៉ានីតាបាននិយាយដោយស្នាមញញឹមនាងបានតាំងចិត្តខ្ពស់នៅក្នុងការបញ្ចេញឲ្យអស់ពីសមត្ថភាពនៅលើឆាកអន្តរជាតិមិនឲ្យ fan ខកបំណងឡើយនាងមានជំនឿចិត្តខ្ពស់ពិសេសក្រោយការទទួលការហ្វឹកហាត់បន្ថែមពីអ្នកជំនាញបង្ហាញម៉ូដគ្រូឥណ្ឌាទាំង6រូបរយៈពេល2ថ្ងៃអំពីរបៀបការដើរម៉ូដនិងឆ្លើយសំណួរហេតុនេះហើយនាងនឹងប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាពជាលទ្ធផលនៅក្នុងការប្រកួត Miss Universe ខងម៉ានីតាមិនទទួលបានតំណែងណាមួយឡើយនៅក្នុងកម្មវិធីទោះកម្មវិធីបញ្ចប់តែហងម៉ានីតានៅតែអាចឈ្នះពានរង្វាន់ធំមួយពី Miss Universe ដោយម្ចាស់ផលិតផលគ្រឿងសម្អាងដែលបាន sponsor កម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំលំដាប់ពិភពលោកមួយនោះបានប្រកាសពីបវរកញ្ញាទាំង6រូបមកពីប្រទេសផ្សេងៗគ្នាដែលឈ្នះពានរង្វាន់ដ៏ធំមួយនោះគឺនៅក្នុងនោះមានកម្ពុជាមួយផងដែរដោយទទួលបានគ្រឿងថែរក្សាសម្រស់ប្រើពេញមួយឆ្នាំឥតគិតថ្លៃសម្រាប់ការឈ្នះពានរង្វាន់នេះក៏ដោយសារតែការផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់បវរកញ្ញាទាំង6រូបនេះមានការចូលចិត្តច្រើនពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោកនៅក្នុងឆ្នាំ2025ម៉ានីតាត្រូវបានចាត់តាំងតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ Miss World 2025តែក្រោយមកម៉ានីតាក៏បានបញ្ជាក់ឲ្យដឹងថាដោយសារតែនៅក្នុងឆ្នាំ2025នេះនាងមានធុរៈផ្ទាល់ខ្លួនរយៈពេល1ឆ្នាំពេញនៅសហរដ្ឋអាមេរិកដូច្នេះហើយទើបម៉ានីតាមិនបានចូលរួមប្រកួតនៅក្នុង Miss World 2025នោះទេប៉ុន្តែម៉ានីតាសន្យាថានាងនឹងមកវិញនៅក្នុងឆ្នាំ2026ច័ន្ទសុតិមាកើតនៅថ្ងៃទី29ខែមីនាឆ្នាំ2000នៅខេត្តកំពង់ចាមនាងមានកម្ពស់ 1.82 ម៉ែត្រនាងអាចនិយាយភាសាខ្មែរនិងភាសាអង់គ្លេសបានយ៉ាងល្អសុតិមាបានបញ្ចប់ការសិក្សាពី MAPA Fashion Design Academy ផ្នែកជំនាញរចនាម៉ូដនាងធំធាត់ដោយគ្មានម្ដាយមើលថែនោះទេជីដូនរបស់នាងគឺជាស្ត្រីម្នាក់គត់ដែលតែងតែគាំទ្រនិងជំរុញឲ្យនាងក្លាយទៅជានាងដូចសពថ្ងៃនេះគាត់បង្ហាញនាងពីសារៈសំខាន់នៃការធ្វើជាស្ត្រីម្នាក់ដែលអាចគាំទ្រស្ត្រីដទៃទៀតវាតែងតែជាកម្លាំងចិត្តនិងលើកទឹកចិត្តដ៏អស្ចារ្យបំផុតជំរុញឲ្យសុតិមាក្លាយជាស្ត្រីកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃសុតិមាផ្ទាល់ជឿថាមិនថាការគាំទ្រច្រើនឬតិចនោះទេវាអាចផ្ដល់អំណាចនិងផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់វិជ្ជមានហើយសុតិមាជឿជាក់ថាការគាំទ្រស្ត្រីគឺដូចជាឥទ្ធិពលរលកមួយពីព្រោះស្ត្រីដែលមានអំណាចនឹងតែងតែផ្ដល់អំណាចដល់ស្ត្រីផ្សេងទៀតនៅក្នុងឆ្នាំ2017សុតិមាធ្លាប់ចូលរួមប្រកួត Miss Grand Cambodia ឆ្នាំ2027ដែលនាងទទួលបានតំណែងលំដាប់រងទី2នៅក្នុងឆ្នាំ2019ទីម៉ាបានចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe Cambodia ឆ្នាំ2019ហើយជាលទ្ធផលនាងទទួលបានតំណែងលំដាប់រងទី2នៅក្នុងឆ្នាំ2019ដដែលសុតិមាត្រូវបានជ្រើសរើសជា Miss Tourism International Cambodia ឆ្នាំ2019ចេញទៅប្រកួតនៅឆាកអន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ីដែលជាលទ្ធផលនាងបានជាប់ចំណាត់ថ្នាក់លេខ4និងក្លាយទៅជា Miss Dreaming Girl of the Year នៅក្នុងឆ្នាំ2023សុតិមាបានដណ្ដើមបានមកុដ Miss Universe Cambodia ឆ្នាំ2023ហើយមិនត្រឹមតែទទួលបានមកុដនោះទេសុតិមាក៏បានឈ្នះពានរង្វាន់ Beauty Skin ថែមទៀតផងនាងបានតំណាងកម្ពុជាចេញទៅប្រកួត Miss Universe 2023នៅប្រទេស El Salvador ជាលទ្ធផលនាងមិនបានទទួលតំណែងណាមួយឡើយទោះមិនជាប់ចំណាត់ថ្នាក់ណាមួយក៏ពិតមែនប៉ុន្តែសុតិមាបាននាំយកប័ណ្ណពិសោធន៍ប្រកួតលំដាប់ថ្នាក់អន្តរជាតិជាច្រើនមកវិញនិងត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចែករំលែកប័ណ្ណពិសោធន៍ទៅឲ្យអ្នកជំនាន់ក្រោយបច្ចុប្បន្នសុតិមាគឺជាអ្នកបង្ហាញម៉ូដជាតារាសម្ដែងហើយនាងក៏មមាញឹកជាមួយនឹងការថតស្ពតពាណិជ្ជកម្មថត MV បទចម្រៀងនិងថតរូបសម្អាងការផងដែរប្រាសាទដាវីនកើតនៅថ្ងៃទី29ខែឧសភាឆ្នាំ1991នាងមានកម្ពស់ 1.75 ម៉ែត្រនាងគឺជាតារាម៉ូដែលតារាសម្ដែងអ្នកជំនួញនិងជារាជិនីសម្រស់កម្ពុជា
ដាវីនមានបងប្អូន7នាក់កាលពីក្មេងដាវីនមានចរិតដូចជាមនុស្សប្រុសអញ្ចឹងគឺនាងចង់ធ្វើដូចប៉ារបស់នាងដែលជាមេទាហានគឺនាងចង់ធ្វើជាទាហានស្រីលោតឆាត់យងប៉ុន្តែដោយសារតែម៉ាក់របស់នាងស្រឡាញ់វិស័យសិល្បៈគាត់ក៏ជំរុញនាងឲ្យចូលនៅក្នុងវិស័យសិល្បៈរហូតដល់នាងស្រឡាញ់វិស័យសិល្បៈខ្លាំងនិងមើលឃើញពីគុណតម្លៃរបស់វាកាន់តែច្រើនប្រាសាទដាវីនបានស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈរបស់អង្គការ Helen Kelly នៅក្នុងការបំរើកូនដោយទឹកដោះដើម្បីលើកកម្ពស់សុខភាពកុមារកម្ពុជានាងក៏ជាទូតសុឆន្ទៈអង្គការ Smile Cambodia ដែលជាអង្គការចូលរួមផ្ដល់សេវាការវះកាត់ជូនទៅដល់អ្នកជំងឺដែលមានបញ្ហាមាត់ឆែបក្រអូបមាត់ឆែបនិងពិការមុខមាត់ផ្សេងៗនិងទម្រង់មុខខុសធម្មតានាងបានជំរុញនិងលើកទឹកចិត្តអាណាព្យាបាលដែលមានបញ្ហាទាំងអស់នេះឲ្យមកទទួលការព្យាបាលជាមួយនឹង Smile Cambodia និងមិនមានការអស់កម្រៃអ្វីនោះឡើយនាងក៏ជាទូតសុឆន្ទៈរបស់សមាគមទុកចិត្តដែលជាសមាគមបង្កើតឡើងដើម្បីកុមារនិងការអភិវឌ្ឍនៅក្នុងគោលដៅលើកកម្ពស់ការអប់រំនៅតំបន់ដាច់ស្រយាលនៅក្នុងឆ្នាំ2005 ដាវីនបានចូលប្រឡូកនៅក្នុងវិថីសិល្បៈដំបូងតាមរយៈការប្រឡង Fresh Girl and Boy នៅចំនួនទី4ដែលវាគឺជាការប្រកួតដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានាពេលនោះកម្មវិធីនេះគឺជាកម្មវិធីដែលប្រជុំទៅដោយអ្នកដែលមានទេពកោសល្យជាច្រើនដូចជាការបង្ហាញម៉ូដការសម្ដែងការរាំនិងការច្រៀងជាដើមហើយជាលទ្ធផលគឺនាងទទួលបានចំណាត់ថ្នាក់លេខ3នៅក្នុងឆ្នាំ2008ប្រាសាទដាវីនត្រូវបានចាក់ចេញពីសិល្បៈនិងទៅរស់នៅក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលដ៏ធំក្នុងឆ្នាំ2016នាងក៏បានលេចវត្តមាននៅក្នុងវិស័យសិល្បៈកម្ពុជាឡើងវិញនៅក្នុងឆ្នាំ2020ដាវីនបានសម្រាលបានកូនស្រីមួយដ៏គួរឲ្យស្រឡាញ់ម្នាក់ផងដែរនៅក្នុងឆ្នាំ2023ប្រាសាទដាវីនត្រូវបានតែងតាំងឲ្យក្លាយជា Universal Women Cambodia 2023កម្មវិធី Universal Women គឺជាកម្មវិធីប្រកួតសម្រស់ដែលផ្ដល់ឱកាសមិនកំណត់ពីស្ថានភាពនៅលីវឬបានរៀបអាពាហ៍ពិពាហ៍រួចមានចន្លោះអាយុពី25ដល់45ឆ្នាំដែលចង់បង្ហាញពីភាពស្រស់ស្អាតនិងសារសម្លេងរបស់ពួកគេនាងបានចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឲ្យប្រទេសកម្ពុជានៅទីក្រុងឌូបៃដែលមានបេក្ខនារីចូលរួម50ប្រទេសហើយដាវីនទទួលបានតំណែងជាលំដាប់រងទី4នៅលើឆាកអន្តរជាតិប្រាសាទដាវីនបានធ្វើឲ្យមុខមាត់ស្ត្រីកម្ពុជាមានការទទួលស្គាល់តាមរយៈការប្រកួតប្រជែងដ៏ពូកែប្រកបដោយសមត្ថភាពពិតប្រាកដនៅក្នុងឆ្នាំ2023 ដាវីនមានតំណែងជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតបុរសឯក Mr Friendship Cambodia 2023បេក្ខជនដែលនាងបញ្ជូនទៅប្រកួតគឺលោកលាវវិញហួរដែលបានដណ្ដើមតំណែង Mr Friendship International 2023ដែលកម្មវិធីរៀបចំឡើងធ្វើនៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ2024ប្រាសាទដាវីនគឺជាអ្នកគ្រប់គ្រងកម្មវិធី Universal Women Cambodia និងធ្វើជាអ្នកទទួលបន្ទុករៀបចំការប្រកួតអន្តរជាតិ Universal Women Cambodia 2024នាងបានដាក់បញ្ចូលនៅទម្រង់សិល្បៈវប្បធម៌ការទស្សនាតំបន់ទេសចរវប្បធម៌និងធម្មជាតិនិងមានការផ្សារភ្ជាប់ទម្រង់សិល្បៈខ្មែរនិងការលេងល្បែងប្រជាប្រិយខ្មែរធ្វើឲ្យបេក្ខភាពដែលមកពីប្រទេសផ្សេងៗបានស្គាល់ពីប្រពៃណីខ្មែរកាន់តែច្បាស់ផងដែរនៅក្នុងឆ្នាំ2024ដដែលប្រាសាទដាវីនបានឈ្នះមង្គត់ Miss Universe Cambodia ឆ្នាំ2024ហើយនាងនឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅឆាកអន្តរជាតិនៅក្នុងប្រទេសមិចស៊ីកូអ្នកគាំទ្រជាច្រើនមានការជឿជាក់លើលទ្ធផលនេះនិងរំពឹងថានាងអាចឈានទៅដល់ថប់កំពូលបាននៅក្នុងកម្មវិធី Miss Universe ឆ្នាំ2024ជាលទ្ធផលនៅលើឆាកអន្តរជាតិដាវីនបានបំបែកប្រវត្តិសាស្ត្រដោយនាងបានចូលទៅដល់ថប់30នៅក្នុងចំណោមអ្នកចូលរួមសរុប125នាក់មិនតែប៉ុណ្ណោះនៅពេលចូលរួមប្រកួត Miss Universeដាវីនបានឈ្នះទៅលើការប្រកួត Make Up ដោយទទួលបានពានរង្វាន់ជាកញ្ចប់កាដូតម្លៃ$3,000គួរឲ្យស្ងប់ស្ងាយមួយទៀតនាងទទួលបាន Top 2នៃកម្មវិធី Voice for Change និងទទួលបានពានរង្វាន់មាសកម្មវិធី Miss Universe បានបើកឲ្យមានការបោះឆ្នោតសម្លេងចេញពីអ្នកគាំទ្រចំពោះបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗដែលបានចូលរួមបង្ហាញសកម្មភាពនិងគម្រោងគោលដៅលើការងារមនុស្សធម៌ដើម្បីឈ្នះពាន Top 10 Voice for Change ប្រ
ប្រាសាទដាវីនបានជ្រើសយកគម្រោងទុកចិត្តដែលជាការងារជួយសង្គមតាមរយៈការបណ្ដុះបណ្ដាលកុមារខ្វះខាតនៅក្នុងសហគមន៍នៃទឹកដីខេត្តកំពតឲ្យទទួលបានការសិក្សាថៃនារីសុជាតាកើតនៅថ្ងៃទី17ខែមិថុនាឆ្នាំ1995សប្តាហ៍ថ្ងៃនាងត្រូវបានគេហៅឈ្មោះថាហ្វីយ៉ាតាដែលនាងបាននិយាយថាឈ្មោះថៃនារីសុជាតាដូចជាស្លូតពេកទើបនាងហៅខ្លួនឯងថាហ្វីយ៉ាតាវិញដែលហ្វីជាឈ្មោះដែលនាងស្រឡាញ់យ៉ាជាឈ្មោះម៉ាក់របស់នាងហើយតាគឺជាឈ្មោះនាងតែម្ដងហ្វីយ៉ាតាមានកម្ពស់ 1.77 នាងមានបងប្អូន3នាក់ហើយនាងគឺជាកូនពៅហ្វីយ៉ាតាជាតារាសម្ដែងតារាបង្ហាញម៉ូដនិងជាតារាចម្រៀងផងដែរក្រៅពីការងារសិល្បៈនាងគឺជាម្ចាស់ជំនួញ skin care ហើយក៏ជា influencer ដែលផ្សព្វផ្សាយផលិតផលផ្សេងៗទាក់ទងទៅនឹងសម្រស់មិនតែប៉ុណ្ណោះនាងក៏ជាអ្នកបង្កើតមាតិកាណែនាំពីបំណិនជីវិតខ្លះៗលើបណ្ដាញសង្គមដល់អ្នកគាំទ្រផងដែរនាងក៏ជានាដករផងដែរកាលពីសម័យដែលនាងនៅរៀនមធ្យមសិក្សានៅក្នុងឆ្នាំ2010 ហ្វីយ៉ាតាបានចូលរួមប្រកួតនៅក្នុងកម្មវិធី Freshie Boy and Girl ឆ្នាំ2010ហើយនាងទទួលបានចំណាត់ថ្នាក់លេខ2នៅក្នុងឆ្នាំ2012 ហ្វីយ៉ាតាបានចូលរោងការនិងមានកូនប្រុសម្នាក់តែខ្សែជីវិតនាងមិនសមប្រកបប៉ុន្មាននោះឡើយសម្រាងរកូនបានជិត2ខែហ្វីយ៉ាតាបានលែងលះជាមួយស្វាមីហើយគ្រប់យ៉ាងគឺឪពុកម្ដាយនាងគឺជាអ្នកជួយទំនុកបម្រុងហ្វីយ៉ាតាបានបាត់មកពីវិស័យសិល្បៈមួយរយៈធំដោយសារតែនាងត្រូវសិក្សាផ្នែក design និងជាអ្នកដើរម៉ូដអាជីពនៅប្រទេសថៃនៅក្នុងឆ្នាំ2025 ហ្វីយ៉ាតាបានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe Cambodia 2025ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនដោយគាំទ្រពីមនុស្សជុំវិញនិង fan របស់នាងជាច្រើនហ្វីយ៉ាតាក៏បានបង្ហាញពីឆន្ទៈក៏ដូចជាការតាំងចិត្តល្អៗយ៉ាងពេញចិត្តដោយចាត់ទុកគូប្រកួតមិនមែនជាគូសត្រូវព្រោះការខំតស៊ូសុទ្ធតែធ្វើដើម្បីប្រទេសទៅកាន់ឆាកអន្តរជាតិអំឡុងពេលប្រកួតកម្មវិធីក៏បានលើកពេលសម្រាប់វគ្គផ្ដាច់ព្រាត់ដោយសារតែមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងសៀមកំពុងតែឡើងកម្ដៅនៅមិនស្ងៀមហ្វីយ៉ាតាបានបង្ហាញសារដែលនិយាយពីភាពជឿចាប់នៅក្នុងនាមជាខ្មែរជាភាសាអង់គ្លេសដើម្បីបានលើដល់អន្តរជាតិអំពីការរំលោភបំពានរបស់ទាហានសៀមមកលើប្រទេសកម្ពុជានៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៅលើឆាកអន្តរជាតិ Miss Universe ដែលធ្វើឡើងនៅក្នុងប្រទេសថៃហ្វីយ៉ាតាមិនបានជាប់នៅក្នុងតំណែងណាមួយឡើយបើទោះបីជាមិនជាប់នៅក្នុងតំណែងណាមួយប៉ុន្តែហ្វីយ៉ាតាបានក្លាយទៅជាបេក្ខភាពតំណាងប្រទេសដែលមានការចាប់អារម្មណ៍និងស្គាល់ច្រើនបំផុតដោយសារតែនាងបង្ហាញខ្លួនដោយទំនុកចិត្តមានបុគ្គលិកលក្ខណៈរួសរាយមានមន្តស្នេហ៍ជាខ្លួនឯងមហិច្ឆតានិងភាពក្លាហាននៅក្នុងការចេញទៅប្រកួតលើទឹកដីដែលកំពុងតែមានភាពចម្រូងចម្រាសជាមួយនឹងកម្ពុជាអាចថានាងគឺជានារីខ្មែរមួយរូបដែលមានភាពក្លាហានហ៊ានបង្ហាញមុខជាកម្ពុជាដល់ទីតាំងមិនញញើតការលះបង់នឹងធម៌ពលរបស់នាងបានក្លាយជាកម្លាំងជំរុញចិត្តសម្រាប់អ្នកបន្តបន្ទាប់ឬអ្នកជំនាន់ក្រោយក៏ដូចជាជំរុញចិត្តអ្នកគ្រប់គ្នាឲ្យពុះពៀដើម្បីគោលដៅនៅក្នុងឆ្នាំ2026 ហ្វីយ៉ាតាត្រូវបានប្រកាសជាផ្លូវការថានាងគឺជាអ្នកគ្រប់គ្រងថ្នាក់ជាតិថ្មីសម្រាប់កម្មវិធី Miss Universe Cambodia ឆ្នាំ2026ចាសសូមអរគុណសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយក៏សូមអធិស្ឋានបើសិនជាមានចំណុចត្រង់ណាខ្វះខាតជួបគ្នានៅវីដេអូក្រោយទៀត